នៅខាងស្ដាំដៃបាញ់មិញនេះគឺមានកន្លែងលក់កូនឈើហ្នឹងហើយនេះគឺព្រំបន្ទល់បងប្អូនអរគ្នាកន្លែងបងភ្លើងហើយពេលយើងឡើងទៅលើបន្តិចទៀតទៅម្ដុំដើមឈើហ្នឹងគឺចាប់ផ្ដើមដល់ភូមិសង្គមមានជ័យថ្មីនឹងម្ដុំហ្នឹងភូមិសង្គមមានជ័យថ្មីចាប់បងប្អូនអរគ្នានេះគឺភូមិសង្គមមានជ័យថ្មីស្ថិតនៅក្នុងភូមិមេមត់ស្រុកមេមត់ខេត្តត្បូងឃ្មុំចាប់ពីតំបន់នេះទៅគឺភូមិសង្គមមានជ័យថ្មីដោយសារតែភូមិសង្គមមានជ័យថ្មីថតទៅឃើញទេសភាពស្អាតដោយសារភូមិនេះផងដែរគឺមិនសូវសម្បូរអ្នកលក់ឬក៏ហាងទំនិញហាងលក់ដូរអីច្រើនដូចនៅភូមិសង្គមមានជ័យទេភូមិសង្គមមានជ័យគឺមានអ្នកលក់ដូរច្រើនអញ្ចឹងហើយវាធ្វើស្អីស្កាសនៅកន្លែងតាមផ្លូវនឹងតែម្ដងអញ្ចឹងហើយឃើញតែហាងឃើញតែតូបមិនសូវស្អាតដូចភូមិនេះទេភូមិនេះគឺភាគច្រើនជាផ្ទះប្រជាពលរដ្ឋដែលគាត់ជាអ្នកធ្វើស្រែធ្វើចំការអញ្ចឹងហើយគាត់អត់សូវជាអ្នកលក់ដូរអីប្រហែលទេអញ្ចឹងហើយនៅមុខផ្ទះរបស់គាត់ហ្នឹងគឺវាវាលស្រឡះអញ្ចឹងមើលទៅឃើញស្អាតមានដើមឈើមានអីចឹងទៅខៀវស្ងាត់ចឹងបងប្អូនអរគ្នាហ្នឹងហើយនេះគឺផ្ទះនេះផ្ទះរបស់លោកមេភូមិនៅខាងឆ្វេងដៃបាញ់មិញនេះអញ្ចឹងនៅនឹងក៏មានហាងដែរមានហាងធំមួយចាអញ្ចឹងខាងទៅខាងមុខបន្តិចទៀតទៅហ្នឹងគឺផ្ទះលោកភៀបចាលោកភៀបភូមិយើងនៅក្នុងភូមិហ្នឹងសមាជិកភូមិហើយបើយើងធ្វើដំណើរទៅមុខទៀតទៅខិតនៅខាងស្ដាំដៃហ្នឹងគឺមានហាងមួយធំហាងលក់មានដូចជាអាហារដ្ឋានណាបងប្អូនហ្នឹង